រឿងបុរសកាស30កាលពីព្រេងនាយមានបុរសម្នាក់នៅស្រុកមួយឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែម្នាក់ឯងហើយក្រលំបាកណាស់គ្មានទ្រព្យសម្បត្តិអ្វីទេមានតែកាស30ច្រកក្នុងទៃក្រវ៉ាត់ជាប់នៅចង្កេះជានិច្ចបុរសនោះពិចារណាថាអញទៅទីពឹងអ្នកណានឹងបានសុខគិតទៅឃើញថាគួរអញទៅជ្រកកោននឹងលោកក្រឡាហោមចុះហើយក៏ដើរចេញពីផ្ទះទៅដល់ក្រាបសំពះតាមសំគួរលោកក្រឡាហោមសួរថាជីឯងមកពីស្រុកណាមានការអ្វីបុរសនោះជំរាបថាខ្ញុំបាទមកពីស្រុកឆ្ងាយឪពុកម្ដាយស្លាប់ចោលអស់ហើយនៅកំព្រាតែម្នាក់ឯងខ្ញុំបាទមកនេះនឹងសូមជ្រកកោននៅបម្រើជាកូនក្មួយទៅសូមព្រះតិចព្រះគុណមេត្តាលោកនោះសួរថាជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេបុរសជំរាបថាអក្សរខ្ញុំបាទមិនចេះទេលោកក្រឡាហោមប្រាប់ថាយើងទទួលឲ្យនៅបានតែត្រូវឲ្យជីឯងបោះសម្រាមក្រោមផ្ទះយើងរៀងរាល់ថ្ងៃកុំខានបុរសនោះក៏នៅបម្រើបោះក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន3ឆ្នាំថ្ងៃមួយនោះបុរសកាស30សួរមេតាលោកក្រឡាហោមថាលោកយាយតើលោកក្រឡាហោមជាកូនលោកយាយកាលឆ្នាំខែថ្ងៃអ្វីបានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះយាយនោះប្រាប់ឆ្នាំថ្ងៃខែនិងពេលដែលកើតសពគ្រប់បុរសនោះបានស្ដាប់ចាំប្រកាសពិចារណាថាគួរអញកត់ឆ្នាំខែថ្ងៃនិងពេលរបស់លោកនេះដាក់ក្នុងដៃឲ្យជាប់គិតហើយក៏យកកំណាត់សំពត់ចាស់កត់ឆ្នាំថ្ងៃខែនិងពេលដែលលោកនោះកើតហើយដាក់ក្នុងដៃមិនឲ្យអ្នកឯណាដឹងឬឃើញឡើយថ្ងៃក្រោយលោកក្រឡាហោមសួរបុរសកាស30ជីឯងមកនៅនឹងជើងយូរឆ្នាំហើយពុំទាន់បានធ្វើរាជការនឹងគេចុះខ្លួនជីឯងកាលឆ្នាំថ្ងៃខែអ្វីបុរសនោះជំរាបថាខ្ញុំបាទមិនចាំតែកាលឪពុកម្ដាយខ្ញុំបាទរស់នៅឡើយបានឲ្យកំណត់កត់នឹងកំណាត់សំពត់សមួយមកខ្ញុំបាទក៏ទុកនៅសព្វថ្ងៃតែមិនដឹងជារឿងអ្វីពីព្រោះខ្ញុំមិនចេះអក្សរលោកក្រឡាហោមថាបើដូច្នេះជីឯងឲ្យកំណត់នោះមកអញមើលបុរសនោះក៏ជូនកំណាត់ទៅលោកមើលឃើញកើតថ្ងៃខែឆ្នាំនិងពេលដូចជាលោកដែរក៏គិតក្នុងចិត្តថាចៅនេះកើតឆ្នាំថ្ងៃខែដូចអញដែរគុណមើលទៅរូបរាងរកពីវាក៏សំសួនចៅនេះនឹងបានធ្វើជានាម៉ឺនធំដូចអញមិនខានហើយកាន់កំណត់នោះចូលទៅក្នុងបង្ហាញរួចខ្សឹបប្រាប់ភរិយាថាគេឲ្យបុរសជាកូនក្មួយយើងដែលបោះសម្រាមក្រោមផ្ទះសពថ្ងៃនេះវាកាច់ឆ្នាំខែថ្ងៃដូចអញមើលទៅរកពីសាច់ឈាមវាក៏សំសួនផងទៅមុខវានឹងបានធ្វើជាសេនាបតីដូចយើងហើយលោកនោះប្រឹក្សានឹងប្រពន្ធថាកូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើជាភរិយាចុះខ្លួនវានឹងបានធ្វើជានាម៉ឺនធំត្វងយើងភរិយាក៏យល់ព្រមលោកនោះចេញមកវិញប្រាប់បុរសនោះថាពីថ្ងៃនេះទៅឯងឈប់បោះសម្រាមក្រោមផ្ទះចុះត្រូវឯងឡើងមកបោះខាងលើផ្ទះវិញកន្លងមកមួយខែលោកក្រឡាហោមរៀបវិវាហមង្គលការផ្សំផ្គុំកូនស្រីនិងបុរសកាស30ជាស្វាមីភរិយារួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសារឲ្យធ្វើរាជការជាមួយតែងចូលគល់បម្រើស្ដេចរៀងរាល់ថ្ងៃដរាបមកលុះកន្លងមកបាន3ខែមានគេជំរាបថាកូនប្រសារលោកមិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេរឿងនេះគឺបុរសនោះសួរឆ្នាំខែថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមាតាឯលោកយាយក៏បានប្រាប់ដោយសពគ្រប់កូនប្រសារលោកបានស្ដាប់ដឹងអស់ហើយក៏សរសេរចុះក្នុងកំណាត់សំពត់ស្ទុកលុះដល់លោកសួរឆ្នាំខែថ្ងៃខ្លួនក៏ជូនកំណត់នោះមកលោកមើលទៅឃើញថាកើតឆ្នាំខែដូចលោកក៏ឲ្យកូនក្រមុំធ្វើជាភរិយារឿងនេះមិនមែនដូច្នោះទេគឺក្លែងសរសេរទុកជាប្រកាសលោកក្រឡាហោមក៏ជឿជាក់ឥតសង្ស័យហើយមានចិត្តទុំនុះជាខ្លាំងគិតថាមិនគួរនឹងចាញ់ប្រាជ្ញាអាមនុស្សកំសត់នេះសោះក៏រកឧបាយនឹងផ្ដាច់កូនបណ្ដេញចោលចេញ
ក្រោយនោះមានទ័ពចោរប៉ះបោរនៅខេត្តក្រៅជាច្រើនស្ដេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោមឲ្យនាំសេនាទាហានទៅបង្ក្រាបប៉ុន្តែពួកទ័ពចោរមិនបានរៀបទេកាលបើដូច្នោះលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញស្ដេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទៀតក៏នៅតែមិនរៀបទៀតលោកក្រឡាហោមក៏លើកទ័ពត្រឡប់យកសេចក្តីមកក្រាបបង្គំទូលថាទូលព្រះបង្គំជាខ្ញុំលើកទ័ពទៅបង្ក្រាបទ័ពចោរ2 ដងហើយនៅតែមិនឈ្នះវាព្រោះពួកវាមានសេនាទាហានច្រើនហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបានត្បិតមានជំងឺក្នុងខ្លួនច្រើនសូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់ឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះឲ្យឆាប់ឯកូនប្រសារប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំជាមនុស្សមានចិត្តទាហានហានខ្លាដែលចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើនបើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាចការដែលលោកក្រឡាហោមទូលដូច្នេះគឺជាឧបាយដោយស្អប់កូនប្រសារនោះណាស់ព្រោះយល់ថាបើវាលើកទ័ពទៅហើយទ័ពចោរទាំងនោះនឹងសម្លាប់វាមិនខានស្ដេចទ្រង់ព្រះសណ្ដាប់ក៏ឲ្យហៅកូនប្រសារនោះមកទ្រង់មានព្រះរាជអង្គការប្រាប់ថានៅខេត្តក្រៅមានទ័ពចោរប៉ះបោរច្រើនឥឡូវយើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងនោះអ្នកឯងហ៊ានទៅឬទេបើហ៊ានទៅហើយឈ្នះចោរផងយើងនឹងឲ្យរង្វាន់បុរសនោះទូលថាទូលព្រះបង្គំជាខ្ញុំហ៊ានទទួលទៅធ្វើរាជការថ្វាយទ្រង់មានព្រះរាជអង្គការថាបើដូច្នោះចូលអ្នកឯងនាំសេនាទាហានទៅជាឆាប់បុរសថ្វាយបង្គំលាមកផ្ទះជំរាបលោកក្រឡាហោមជាបតាក្មេកតាមរឿងគ្រប់ប្រការរួចលើកទ័ពចេញទៅទ័ពចោរបានដឹងក៏លើកទ័ពមកតាំងច្បាំងគ្នាជាខ្លាំងក្លាទ័ពចោរទ្រាំពុំបានក៏បរាជ័យបាក់បបខ្លប់ខ្លាចរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅបុរសលើកទ័ពបង្ក្រាបរៀបគ្រប់អន្លើរួចនាំសេនាទាហានត្រឡប់មកវិញក្រាបបង្គំគាល់ទូលរឿងច្បាំងនឹងទ័ពចោរគ្រប់សេចក្តីស្ដេចជ្រាបទ្រង់ព្រះអំណរពុនប្រមាណឯលោកក្រឡាហោមដឹងថាកូនប្រសារលើកទ័ពទៅបង្ក្រាបចោររៀបទៀបអស់ដូច្នោះក៏មានចិត្តទុំរឹតតែខ្លាំងឡើងពីព្រោះគិតថាដែលឲ្យវាទៅបង្ក្រាបទ័ពចោរនោះដើម្បីឲ្យពួកចោរសម្លាប់វាឥឡូវទៅជាវាមានជ័យជំនះវិញឯរោគលោកក្រឡាហោមរឹងរឹតតែរើខ្លាំងឡើងលើដើមពេទ្យមើលពុំជាក៏ទទួលមរណភាពទៅស្ដេចជ្រាបទ្រង់ព្រះចិន្តាថានឹងឲ្យឈ្មោះណាធ្វើក្រឡាហោមទ្រង់ព្រះចិន្តាទៅឃើញតែបុរសដែលវីទ័ពចោររៀបទៀបនោះឯងមានគុណបំណាច់នឹងរាជការគួរតែឲ្យធ្វើជាក្រឡាហោមបានទ្រង់ព្រះចិន្តាដូច្នោះហើយក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើទីក្រឡាហោមតំណាងបតាក្មេកទៅមនុស្សកុំមើលងាយមនុស្ស